ជំវិញការដល់លេងកងទ័ពកម្ពុជា18នាក់ក្រសួងការបរទេសអាមេរិករំលឹកងឹកងប់សួរនាំថៃរឿងដល់លេងកងទ័ពកម្ពុជា18នាក់នោះយ៉ាងម៉េចហើយដល់លេងហើយឬនៅបើតាមការពិនិត្យអិរិយាបថថៃទាល់តែអាមេរិកពន្លេងថ្មដ៏ធំមួយទើបមានការដល់លេងហើយដល់ថៃយកកងទ័ពកម្ពុជា18នាក់ធ្វើជាចំណាប់ខ្មាំងធ្នូនឹងលក្ខខណ្ឌរបស់ខ្លួន4ចំណុចជាបន្ទុកមកកម្ពុជាបើចូលលើជំហរច្បាប់អន្តរជាតិដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួរនិងច្បាប់អន្តរជាតិដែលមានចែងក្នុងអនុសញ្ញាទីក្រុងហ្សឺណែវថៃត្រូវដោះលែងកងទ័ពកម្ពុជា18នាក់ដោយគ្មានលក្ខខណ្ឌព្រោះខ្លួនចាប់កងទ័ពកម្ពុជាដោយខុសច្បាប់ក្រោយបទចុះបាញ់ចូលជាទូរមានដូច្នេះអិរិយាបថរំលឹកពីលក្ខខណ្ឌនេះមានន័យថាថៃមិនមានចេតនាដោះលែងកងទ័ពកម្ពុជាទាំង18នាក់នោះទេនេះជាការពិភាក្សារបស់ក្រុមអ្នកតាមដានព័ត៌មានតាក់ទងជាមួយនឹងយុទ្ធជនក្លាហានរបស់កម្ពុជាទាំង18រូបបាទដែលទៅបានថៃចាប់គុំខាងរហូតមកដល់ពេលនេះកាលពីកិច្ចព្រមព្រៀងជួបបាញ់គ្នាចូលភ្លាមស្រាប់តែនៅចាប់បានមួយថ្ងៃតែស្រាប់តែចាប់គាត់អញ្ចឹងបើតាមការផ្សាយខ្ញុំយកនេះយកពីបាងកកប៉ុស្តិ៍តែម្ដងពីព្រោះប្រភពដើមគឺនៅខាង Reuters ប៉ុន្តែបាងកកប៉ុស្តិ៍ក៏យកទៅផ្សាយ Nation ក៏យកទៅផ្សាយ Household ថៃក៏យកទៅផ្សាយសារព័ត៌មាននៅខាងក្រៅប្រទេសមួយចំនួនក៏យកទៅផ្សាយអញ្ចឹងយកខាងបាងកកប៉ុស្តិ៍នេះរូបនេះដើម្បីឲ្យដឹងថាថៃខ្លួនឯងនឹងដឹងខ្លួនណាដឹងខ្លួនថាសហរដ្ឋអាមេរិកបាននិយាយយ៉ាងម៉េចគឺអ្វីដែលជាចំហរបស់សហរដ្ឋអាមេរិកបាទចំហរបស់សហរដ្ឋអាមេរិកនេះគឺបាទមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថាសហរដ្ឋអាមេរិករំពឹងថាណាប្រទេសថៃនឹងធ្វើការជាមួយនឹងប្រទេសកម្ពុជាដើម្បីចាប់ផ្ដើមបាទដោះលែងយុទ្ធជនទាំង18នាក់របស់កម្ពុជានោះជាបន្ទាន់ immediately ជាបន្ទាន់តែម្ដងនេះបើតាមការបញ្ជាក់របស់ខាងមន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបញ្ជាក់តាំងពីថ្ងៃច័ន្ទបាទហើយគឺថាការនោះមានន័យថាម៉េចគឺបានន័យថាក្រោយពីមេដឹកនាំទាំងនោះគឺមេដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងជុំបាញ់គ្នាឬក៏ទៅលើសន្តិភាពនៅកាលពីថ្ងៃអាទិត្យហ្នឹងហើយគឺសហរដ្ឋអាមេរិករំពឹងថាដំណើរការនឹងចាប់ផ្ដើមនោះគឺត្រូវបានដោះចាប់ផ្ដើមភ្លាមតែម្ដងក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាបាទនេះគឺការបញ្ជាក់របស់ខាងសហរដ្ឋអាមេរិកបានឲ្យដឹងបាទអញ្ចឹងថៃក៏ទទួលបានសារហ្នឹងហើយនៅអ្វីដែលជាចំហរបស់សហរដ្ឋអាមេរិកបាទដោយឡែកអ្នកប្រាជ្ញកម្ពុជាយើងគឺលោកបណ្ឌិតគិនភាគាត់ក៏បានបញ្ចេញទស្សនៈផងដែរតាក់ទងជាមួយនឹងយុទ្ធជនទាំង18រូបរបស់យើងនេះខ្ញុំមិនអាចដាក់រូបលោកគិនភាបានដោយសារតែវា limit space នេះបាទលោកគិនភានៃរាជបណ្ឌិតសភាកម្ពុជាគឺបានបញ្ជាក់ថាការដោះលែងជាបន្ទាន់នៅវីរៈកងទ័ពខ្មែរយើងទាំង18រូបដែលត្រូវថៃតែត្រូវទាហានថៃចាប់ខ្លួនជាចំណាប់ខ្មាំងកាលពីថ្ងៃទី29ខែកក្កដាកន្លងទៅជាសូចនាការវាស់វែងពីសុឆន្ទៈការបដិញ្ញាចិត្តនិងសុចរិតភាពរបស់ភាគីថៃក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ Peace Deal ដែលមានសហរដ្ឋអាមេរិកជាអ្នកបោះមេបើភាគីថៃនៅតែមិនព្រមដោះលែងវីរៈកងទ័ពខ្មែរយើងទាំង18រូបនោះមកវិញទេមានន័យថាពួកគេគ្មានសុឆន្ទៈការបដិញ្ញាចិត្តនិងសុចរិតភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទេភ្លាមបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្មែរយើងបានដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងយប់តែម្ដងតែភាគីថៃមិនទាន់ធ្វើដូចគ្នានៅឡើយទេបាទនេះគឺជាមតិរបស់លោកបណ្ឌិតគិនភាអញ្ចឹងវាចូលដល់ចំណុចទី3ណាចំណុចទី3គឺបើតាមរដ្ឋមន្ត្រីបាទចូលចំណុចទី3ហ្នឹងគឺបើតាមរដ្ឋមន្ត្រីក្រសួងនេះព័ត៌មានទី3ណាបាទព័ត៌មានទី3ហ្នឹងគឺរដ្ឋមន្ត្រីក្រសួងការពិជាតិរបស់ថៃគាត់បានបញ្ជាក់ព្រមទាំងប៉ុស្តិ៍សារព័ត៌មាននេះបានបន្ថែមទៀតថានៅក្នុងអំឡុងពេលនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលានោះគឺលោកត្រាំបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះគឺអាចនឹងឈានទៅដល់ការដោះលែងយុទ្ធជនកម្ពុជាទាំង18រូបហើយជាការបន្ថែមទៀតនោះគឺមន្ត្រីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយទៅបានដកសងដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបញ្ជាក់ថាគឺសហរដ្ឋអាមេរិករំពឹងថាយុទ្ធជនទាំងនោះត្រូវបានគេដោះលែងជាបន្ទាន់បាទហើយដោយឡែកគឺនាយករដ្ឋមន្ត្រីរបស់កម្ពុជាលោកហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីថៃគឺលោកអនុทินគុណឆាន់វីរគុណក៏បាននិយាយនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃ28ខែតុលានៅក្នុងប្រទេសម៉ាឡេស៊ីដោយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានបញ្ជាក់ជាថ្មីឡើងវិញនៅការទាមទារឲ្យដោះលែងយុទ្ធជនទាំងអស់នោះក្រោមហេតុផលមនុស្សធម៌ហើយក៏ដូចជាការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការគោរពតាមកិច្ចព្រមព្រៀងនេះបាទនេះគឺជាសេចក្តីរាយការណ៍របស់កាសែត
ភ្នំពេញប៉ុស្តិ៍ដែលខ្ញុំដកសមមកជំរាបជូនបាទអញ្ចឹងនេះគឺជាការវិវត្តថ្មីមួយដែលមិនគួរឲ្យជាទីរីករាយសម្រាប់ប្រិមិត្តប្រហែលទេបាទបើតាមយោបល់ខ្ញុំជាជាងការដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាប្រិមិត្តគួរតែដាក់សម្ពាធទៅលើថៃបាទគឺបានន័យថាយើងអាចនិយាយតវ៉ាទៅខាងអាមេរិកឬក៏យើងអាចទៅខាងថៃថាថៃធ្វើនេះមិនគោរពអីចឹងទៅមនុស្សធម៌ឬក៏យ៉ាងឬក៏មិនគោរពពាក្យរបស់ខ្លួនឬក៏ប្រងើយនឹងសហរដ្ឋអាមេរិកទេបាទយើងអាចនិយាយចឹងបាទអញ្ចឹងខាងថៃបើតាមខ្ញុំមើលទៅគឺគាត់ចង់យក18នាក់ហ្នឹងធ្វើជាលេសបាទដើម្បីដាក់សម្ពាធចង់បានអ្វីបន្ថែមទៀតឬក៏បង្កឲ្យមានការខឹងសម្បារនៅក្នុងស្ទាប់មហាជនកម្ពុជាស្ទាប់មកពីរឿងពីរដែលគាត់នឹងធ្វើឲ្យស្ទាប់មហាជនកម្ពុជាខឹងនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានោះគឺរឿងនឹងមួយហើយនឹងរឿងភូមិព្រៃច័ន្ទភូមិជោគជ័យឯហ្នឹងបាទគាត់នឹងយករឿងហ្នឹងដើម្បីចិញ្ចឹមឡើយហ្នឹងបាទគាត់ធ្វើសកម្មភាពអីក៏ដោយនឹងអាចធ្វើឲ្យមានការខឹងសម្បារនៅផ្ទៃក្នុងហើយបាទតាមខ្ញុំមើលការវិវត្តចុងក្រោយនេះណាបាទ